ចៅដ៏មានល្បិចកទាំងនោះបានប្រើស្ទីគ័រដើម្បីបិទបាំងកាមេរ៉ានៅក្នុងបន្ទប់ហើយបន្ទាប់មកបានប្រើញួរដើម្បីចាប់ផ្ដើមការរុករកជាបន្តបន្ទាប់របស់ពួកគេបានរកឃើញសម្លេងចម្លែកមួយចេញពីជញ្ជាំងដូច្នេះពួកគេបានចាប់យកញួរភ្លាមហើយគោះទ្វារដោយក្តីរំភើបពិតណាស់ទូដែកសម្ងាត់មួយត្រូវបានបង្ហាញនៅខាងក្នុងក្រុមទាំងមូលមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានឃើញរឿងនេះដែលមិត្តរួមក្រុមម្នាក់បានពាក់ឧបករណ៍ស្ដាប់សម្លេងភ្លាមបន្ទាប់មកបង្វិលប៊ូតុងយឺតនិងដោយប្រុងប្រយ័ត្នប៉ុន្តែបន្ទាប់ពីក្រុមទាំងមូលបែកញើសពួកគេបានបើកទូដែកហើយឃើញថាវាទេនៅខាងក្នុងដូចជាគ្មាននរណាម្នាក់បានទុកចិត្តអ្វីសោះនៅពេលដែលក្រុមទាំងមូលកំពុងបាត់បង់ចំណាប់អារម្មណ៍សមាជិកក្រុមម្នាក់បានធ្វើឲ្យប្រធានវិជ្ជាជីវៈផ្ទុះដោយចៃដន្យឲ្យបានបុករថយន្តទំនើបដែលមានតម្លៃរាប់តោននៅក្បែរគាត់ពេលបរិះនោះមើលឲ្យចិត្តគាត់បានឃើញពន្លឺពណ៌មាសស្រអាប់នៅរន្ធនោះដែលដាស់គាត់ឲ្យភ្ញាក់ឡើងដូចជាគាត់ទើបតែចាំពាក្យសម្ងាត់វេបន្ទាប់មកគាត់បានសុំឲ្យដៃគូរបស់គាត់ហុចដំបងដែកឲ្យគាត់ដោយមិនបានវាជុំវិញកំពតគាត់បានបង្ខំថេឲ្យបង់ថ្លៃថ្នាំលេបរថយន្តតើអ្នកណានឹងគិតថានៅខាងក្រោមមានមាសសុទ្ធដែលមានគុណភាពខ្ពស់បំផុតដើម្បីផ្ទៀងផ្ទាត់ការស្មានរបស់គាត់បរិះនោះបានដើរទៅខាងក្រោយឡានហើយយកស្រទាប់ថ្នាំលាបនៅខាងក្រៅកំសៀវចេញថ្នាំដូចដែលបានព្យាកររថយន្តទាំងមូលត្រូវបានផលិតពីមាសសុទ្ធហើយនៅពេលនេះក្រុមនេះស្ថិតនៅជាន់ទី18នៃអគារខ្ពស់មួយដើម្បីយករថយន្តប្រណីតថ្លៃនេះមកផ្ទះដូច្នេះពួកគេបានបើកបន្ទះបង្អួចហើយក្រុងនឹងប្រើស្ទូចដើម្បីបន្ទាបរថយន្តយឺតនៅពេលដែលមិត្តរួមក្រុមខាងលើចុចប៊ូតុងតែមួយវិនាទីក្រោយមករថយន្តត្រូវបានលើកដោយស្ទូចបន្ទាប់មកក្រោមការគ្រប់គ្រងរបស់ឧបករណ៍រថយន្តបានបន្ទាបចុះមកខាងក្រោមយឺតនិងដោយប្រុងប្រយ័ត្នមិនយូរប៉ុន្មានពួកគេបានមកដល់ជាន់ដែលពួកគេបានជ្រើសរើសហើយមិត្តរួមក្រុមរបស់ពួកគេនៅខាងក្រោមបានរងចាំជាយូរមកហើយពួកគេបានពិភាក្សាអំពីជំហាននីមួយនៃផែនការតាមរយៈវិទ្យុតាក់ទងភ្លាមនោះមិត្តរួមក្រុមរបស់ពួកគេបានចងខ្សែពួរយ៉ាងតឹងទៅនឹងសុំដែកនៅពេលនេះបរិះស្បែកខ្មៅបានឡើងលើខ្សែពួរដោយរៀបចំខ្លួនដើម្បីអើចូលទៅក្នុងបន្ទប់រថយន្តដើម្បីអនុវត្តជំហានបន្ទាប់យោងតាមអ្វីគ្រប់យ៉ាងអ្វីដំណើរការទៅយ៉ាងរលូនដោយមិននឹកស្មានដល់មិត្តរួមក្រុមរបស់គាត់ស្រាប់តែអើភ្លាមនោះគាត់នឹងរថយន្តបានហោះឡើងលើមេឃពណ៌ខៀវហើយចាប់តាមរង្គើតាមខ្យល់ដូចជាពួកគេកំពុងរាំពួកគេស្ទើរតែអើចេញពីទីតាំងជាសំណាងល្អគាត់បានកាន់កាំងរថយន្តយ៉ាងតឹងដូច្នេះគាត់នៅតែមានសុវត្ថិភាពនៅពេលនេះពួកគេទាំងពីរនាក់បានទៅដល់ដំបូលរថយន្តពេលគាត់ហៀបនឹងអស់ថ្មមិត្តរួមក្រុមរបស់គាត់បានប្រើដៃរបស់គាត់ទាញគាត់ឡើងយ៉ាងរឹងមាំភ្លាមបន្ទាប់មកពួកគេបានប្រើកម្លាំងទាំងអស់របស់ពួកគេដើម្បីទាញគាត់ឡើងដោយសុវត្ថិភាពមនុស្សពីរនាក់នៅក្នុងរថយន្តស្រាប់តែមានការភ័ន្តច្រឡំចម្ងាយទៅកាន់អគារគឺត្រឹមតែមួយជំហានប៉ុណ្ណោះក្រុមនេះនៅតែស៊ូហើយមិនទាន់គិតពីផ្លូវចេញនៅឡើយទេមនុស្សទាំងពីរនាក់បានសម្រេចចិត្តធ្វើអ្វីមួយដោយក្លាហានហើយចាប់ផ្ដើមអង្រួនរថយន្តយ៉ាងខ្លាំងឆ្ពោះទៅរកកញ្ចក់មិត្តរួមក្រុមរបស់ពួកគេកាន់ទំពក់ដែកហើយត្រៀមខ្លួនជាស្រេចដើម្បីគ្រប់គ្រងបន្ទាប់ពីយន្តទាំងពីរបានព្យាយាមជាច្រើនដងទីបំផុតពួកគេបានវិលជុំវិញគែមដែកនៃបង្អួចដោយឃើញឱកាសមិត្តរួមក្រុមរបស់ពួកគេបានចាប់រថយន្តយ៉ាងរហ័សនៅជាប់នឹងខ្សែភ្លើងពួកគេទាំងពីរនាក់បានទាញដោយអស់ពីកម្លាំងរបស់ពួកគេដែលបណ្ដាលឲ្យរថយន្តត្រូវបានទាញយ៉ាងស្អាតដល់ជាន់ត្រឹមត្រូវរបស់ពួកគេប៉ុន្តែនេះមិនទាន់ជាពេលវេលាដើម្បីសម្រាប់នៅឡើយទេភ្លាមបន្ទាប់ពីនោះមិត្តរួមក្រុមបានប្រញាប់ប្រញាល់ទៅបន្ទប់ត្រួតពិនិត្យចិន្តាយន្តហើយបានកាត់ផ្តាច់ចរន្តអគ្គិសនីដោយជោគជ័យដើម្បីឲ្យចិន្តាយន្តសម្រាកហើយក្រុមទាំងមូលក៏បានព្យាយាមរុញរថយន្តទៅទ្វារចិន្តាយន្តផងដែរនៅពេលនោះស្ត្រីចំណាស់ម្នាក់បានដើរចេញមកយឺតជាសំណាងល្អបន្ទាប់ពីពន្យល់រួចស្ត្រីចំណាស់មិនបានឃើញអ្វីចម្លែកនោះទេបន្ទាប់មកក្រុមទាំងមូលបានរួមគ្នាដើម្បីនាំរថយន្តចូលទៅក្នុងចិន្តាយន្តតែអ្នកណានឹងគិតថាផ្នែកខាងក្រោយនឹងជាប់គាំងនៅខាងលើក្រុមទាំងមូលសម្លឹងមើលគ្នាទៅវិញទៅមកដោយញឹកឆ្ងល់ជាសំណាងល្អបន្ទាប់ពីមួយរយៈពួកគេបានគ្រប់គ្រងដើម្បីយករថយន្តចូលទៅខាងក្នុងយ៉ាងស្អាតបន្ទាប់មកឡានទាំងមូលបានចុះពីចិន្តាយន្តយឺតប៉ុន្តែនៅពេលនោះចិន្តាយន្តក៏ឈប់ភ្លាមតែអ្នកណានឹងគិតថាម្ចាស់ឡានគឺជាលោកខុងដែលចូលមកយឺតក្រុមទាំងមូលបានទប់ដង្ហើមដូចជាពួកគេកំពុងលេងលាក់ខ្លួនភ្លាមនោះឆ្កែយន្តនៅក្នុងថេបាននិយាយឡើងតាក់ទាញចំណាប់អារម្មណ៍របស់ជំនួយការភ្លាមជាសំណាងល្អនាងគិតថានាងងើខុសប៉ុន្តែចិន្តាយន្តហៀបនឹងទៅដល់ជាន់ខាងលើនៅពេលនោះដំបូលឡាននឹងប៉ះនឹងពីដានចិន្តាយន្តនៅពេលដែលចិន្តាយន្តទៅដល់ចំណុចបំបែកវាបានឈប់ទាន់ពេលវេលាដូចជាម្ចាស់អរគុណចំពោះរឿងនោះក្រុមទាំងមូលបានជៀសវាងការអើដកកុសលរបស់ថេមិនយូរប៉ុន្មានមនុស្សគ្រប់គ្នាបានដើរចេញពីចិន្តាយន្តយឺតប៉ុន្តែនៅពេលដែលលោកខុងត្រឡប់ទៅបន្ទប់របស់គាត់វិញស្រាប់តែដោយបានរកឃើញថារថយន្តទំនើបរបស់គាត់មិននៅកន្លែងណាទេដូច្នេះគាត់ក៏នឹកឃើញថាវាជាអ្វីមួយដែលគាត់បានវិនិយោគប្រាក់យ៉ាងច្រើនដែលមានតម្លៃយ៉ាងហោចណាស់រាប់រយពាន់លានដុល្លារដោយឃើញថាមានអ្វីមួយខុសប្រក្រតីគាត់ក៏ទៅរកជំនួយការរបស់គាត់ភ្លាមហើយបានចេញបញ្ជាបិទផ្លូវសម្រាប់តំបន់ទាំងមូលភ្លាមនោះទ្វាររយៈហៀបនឹងបិទក្រុមអ្នកបើកបររថយន្តដឹកទំនិញបានជន់ចាស់ហើយប្រញាប់ចេញទៅជំនួយការឃើញថាស្ថានភាពមិនល្អក៏នាំក្រុមដេញតាមភ្លាមយោងតាមអ្នកបើកបរគាត់គ្រាន់តែបើកបរត្រង់ទៅមុខដោយមិនយកចិត្តទុកដាក់ចំពោះឧបសគ្គដែលបានរៀបចំនៅលើគាត់ថែមទាំងបើកបរត្រង់ចូលទៅក្នុងឆាកសម្ដែងដ៏ធំមួយដែលធ្វើឲ្យអ្នកដំណើរឆ្លងកាត់ភ្ញាក់ផ្អើលហើយឈប់នៅខាងផ្លូវប៉ុន្តែប៉ូលីសបានមកដល់កន្លែងកើតហេតុយ៉ាងលឿនហើយបានឈប់ឡាននៅទីនោះអ្នកបើកបរត្រូវជន់ហ្វ្រាំងដោយមិនដឹងខ្លួនហើយត្រូវបានអញ្ជើញឲ្យស្នាក់នៅនិងធ្វើការនៅទីនោះដោយគិតថាឡានទំនើបរបស់គាត់ត្រូវបាននាំយកមកវិញដោយសុវត្ថិភាពប៉ុន្តែនៅពេលដែលលោកខុងបើកប្រម៉ោយដោយអន្ទះសារគាត់បានឃើញថាវាទេនៅខាងក្នុងវាច្បាស់ណាស់ថាពួកគេត្រូវបានខ្លាបបោកបញ្ឆោតហើយត្រូវបានលបួងទៅកន្លែងផ្សេងក្រុមដែលចូលរួមក្នុងករណីនេះត្រូវបានអញ្ជើញឲ្យត្រឡប់ទៅការិយាល័យវិញដើម្បីនិយាយសូម្បីតែប្រធានក្រុមហ៊ុន Dayson ក៏ត្រូវធ្វើដូច្នេះដែរដោយដើរតាមក្រុមនោះក្រុមទាំងមូលបានចូលទៅក្នុងឡានផ្លូវការយកអ៊ីងស្អាតនៅពេលដែលក្រុមនោះបានមកដល់ទីស្នាក់ការកណ្ដាលបន្ទាប់ពីការត្រួតពិនិត្យជាច្រើនជុំទីតាំងរបស់រថយន្តប្រណីតនេះមិនទាន់ត្រូវបានរកឃើញនៅឡើយទេទោះបីជាកាមេរ៉ាត្រូវបានបិទបាំងនៅពេលនោះក៏ដោយទោះបីជាក្រុមនេះគឺជាក្រុមដែលសង្ស័យច្រើនជាងគេក៏ដោយសារតែមិនមានភស្តុតាងច្បាស់លាស់ពួកគេមិនអាចត្រូវបានប្រន្ទាទោសបានទេពួកគេត្រូវបានដោះលែងយ៉ាងឆាប់រហ័សដោយគ្មានទោសបន្ទាប់មកក្រុមនោះបានទៅកាន់វីឡាសម្ងាត់មួយពួកគេបានចុចប៊ូតុងបញ្ជាពីចម្ងាយដើម្បីបើកអាងហែលទឹកដោយបង្ហាញទ្វារសម្ងាត់មួយមនុស្សគ្រប់គ្នាកំពុងសម្លឹងមើលដោយអន្ទះសារតើអ្នកណានឹងគិតថារថយន្តទំនើបនេះត្រូវបានលាក់នៅក្រោមអាងហែលទឹកដ៏ធំនោះដូច្នេះពួកគេបានឆ្លៀតឱកាសពីយន្តប្រណីតដែលធ្វើពីមាសសុទ្ធហើយបើករបៀបរស់នៅដ៏ប្រណីតជារៀងរាល់ថ្ងៃ